ចង់ធ្វើបងធំប្រចាំភូមិតែចុងក្រោយត្រូវពាក់រង្វាន់នេះនៅកនេះមិនមែនជាម៉ូដខ្សែកថ្មីទេតែវាជាឈើដាក់ទោសសម្រាប់ទប់ទល់ទៅនឹងពួកឆ្កែជើងចាស់ទាំងឡាយឲ្យតែឃើញអ្នកជិះម៉ូតូឬក៏ជិះកង់កាត់មុខភ្លាមគឺដឹងតែព្រុសដេញខំយកពៀនហើយចុងក្រោយម្ចាស់ក៏សម្រេចឲ្យពៀនរង្វាន់នេះតែម្ដងពេលដើរគឺមិនអីទេតែឲ្យតែហ៊ានស្រែកប៊ូប៊ូរត់ដេញខំគេភ្លាមឈើនឹងបោកជើងហ្វ្រាំងក៏មានប្រសិទ្ធភាពភ្លាមតែសុំសរសើរខួរក្បាលពួកបងធំនេះដែរឆ្លាតមិនធម្មតាទេខំពំឈើជាប់ដើម្បីរត់ដេញខំគេទៀតតែចុងក្រោយខំមនុស្សលែងកើតដដែលចាំមើលទៅបើឈើកាន់តែធំនិងធ្ងន់មានន័យថាប្រវត្តិកំហូចនិងវិរៈភាពដេញខំគេរបស់វាក៏មិនធម្មតាដែរចុះបើឆ្កែសំណប់ចិត្តនៅផ្ទះអ្នកទាំងអស់គ្នាវិញពួកវាមានឈ្មោះអ្វីដែរហើយវាខូចដល់ថ្នាក់ត្រូវឲ្យរង្វាន់ខ្សែកនេះទេបើសិនចូលចិត្តវីដេអូនេះកុំភ្លេច follow for more